គ្រូទាយប្រាប់ថាឆ្នាំក្រោយខ្ញុំដល់គួរហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកសោមញ៉ាំម្ជូរឲ្យហើយព្រោះអីយើងចិត្តបានប្តីអូតិចឆ្ងល់ថាគ្រាន់មានប្តីសោះចាំបាច់ញ៉ាំម្ជូរធ្វើអីចាពេលយើងមានប្តីយើងមិនត្រូវផ្សំតនេកពេលផ្សំតនេកហើយយើងតងន់ណោះពេលតងន់យើងមិនឃ្លានម្ជូរអញ្ចឹងខ្ញុំត្រូវសោមញ៉ាំម្ជូរឲ្យហើយកុំឲ្យដល់ថ្ងៃនោះទៅយើងពិបាកអត់ដឹងថាញ៉ាំម្ជូរមិននិយាយទៅយើងរៀនឲ្យហើយណាយើងចេះមុនប្រសើរជាងអត់ចេះអត់តាន់បានញ៉ាំឯណាគ្រាន់ឃើញប្រទេសនឹងទឹកមាត់វិហារមុនបាត់ហើយបូមបាល់ហើយមានអារម្មណ៍ថាញ៉ាំម្នាក់ឯងដូចមិនសមអញ្ចឹងយើងត្រូវទៅរកគ្នាញ៉ាំជាមួយដើម្បីកុហលកាហាយទៅជាមួយគ្នាឥឡូវយើងមានដៃគូនៅជិតគ្នាដល់អញ្ចឹងមានអីពិបាកយើងខ្ចប់តាមអំបិលម្ជូរយើងជិះទៅរកប្រូចទៅពេលមកគឺថាអត់ចង់ប្រាប់មុនទេចង់សប្រែតែចៃដន្យអីយើងមាននៅនឹងយើងអត់មានកាត់សម្រាប់ឡើងចដៅយន្តដល់ពេលអញ្ចឹងពិបាកតែប្រាប់ទៅដែរហើយអីណាមើលគេថតខ្ញុំថតគេធ្វើដូចភ្ញាក់ផ្អើលណាស់អញ្ចឹងឲ្យសើចសិនទៅតែបន្តិចទៀតស៊ីម្ជូរហើយដល់សើចលេងចាញ់ញ៉ៃចាំមើលខ្ញុំនាំស៊ីតលតែកាហាយក្តៅដបងក្រឃើញម្ជូរនិយាយពីថាគេសប្បាយចិត្តឡើងកញ្ជ្រោលគេថាហ្នឹងហើយ favorite ខ្ញុំដល់ពេលទៅឃើញអំបិលដូរទឹកមុខប្រហើយទោះជាអត់ចង់ញ៉ាំក៏ត្រូវតែញ៉ាំដែរព្រោះឲ្យខ្ញុំបខំហើយខ្ញុំប្រាប់ថាបើយើងមិនរៀនញ៉ាំឲ្យហើយពេលមានប្តីមានកូនទៅយើងញ៉ាំមិនឥឡូវគេជឿខ្ញុំគឺនាំគ្នាប្រឹងញ៉ាំទាំងហិលអញ្ចឹងទៅខ្ញុំស្មានតែមានតែខ្ញុំតាដែលចង់បានប្តីបានកូនតាមពិតនារីពីរនាក់នេះក៏ចង់បានដែរគ្រាន់បោកបន្តិចឥឡូវប្រឹងញ៉ាំម្ជូរឯនេះសំខាន់ញ៉ាំទាំងទឹកភ្នែកព្រោះអីអត់សូវចេះម្ទេសហៅមានតែខ្ញុំដែលចេះតែមិនអីដបងវាអញ្ចឹងតែនៅចិត្តខ្ញុំយូរទៅខ្ញុំបរៀនទៅឲ្យចេះតលតាលួយក្តិតទៅទាំងអស់គ្នាហ្នឹងហាមកជូរនឹងវាឆ្ងាញ់ទៀតណាវាជាមួយនឹងបុកអំបិលម្ទេសហិលអញ្ចឹងទៀតអូយអានេះយើងធម្មតាឆ្ងាញ់ប៉ុណ្្នឹងហើយចោះតរំយើងទងន់ជាមួយបងអុកញ៉ាអូយនឹងឆ្ងាញ់ប៉ុណ្ណាអញ្ចឹងការសមញ៉ាំម្ជូរថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងចាំពេលទងន់ចាំញ៉ាំម្ដងទៀតអញ្ចឹងវីដេអូហ្នឹងចប់ហើយបាយបាយ